មន្ទីរពេទ្យដែលគួរតែជាកន្លែងសង្គ្រោះជីវិតបែរជាคล้ายទៅជាឋាននរកនៅលើដីទៅវិញនៅទីនោះមនុស្សត្រូវបានគេចាត់ទុកត្រឹមតែជាកំណាត់ឈើសម្រាប់ធ្វើការពិសោធន៍យ៉ាងរន្ធត់នេះមិនមែនជាសាច់រឿងក្នុងគុណភ័យរន្ធត់នោះទេប៉ុន្តែវាគឺជាការពិតដ៏ជូរចត់នៃអង្គភាព731អង្គភាពមួយដែលបានបន្សល់ទុកនៅស្លាកស្នាមខ្មៅងងឹតបំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី2តើមានអ្វីកើតឡើងនៅពីក្រោយជញ្ជាំងសម្ងាត់នោះខ្លះសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលធ្វើឲ្យពិភពលោកនៅតែព្រឺឆ្អឹងខ្នងរហូតមកដល់សប្តាហ៍ថ្ងៃនោះគឺរឿងរ៉ាវរបស់អង្គភាព731អង្គភាពនេះគឺជាកម្មវិធីសម្ងាត់មួយរបស់កងទ័ពជប៉ុនក្នុងការស្រាវជ្រាវអាវុធជីវសាស្ត្រនិងគីមីដែលបានដំណើរការនៅចន្លោះឆ្នាំ1936ដល់ឆ្នាំ1945ការចាប់ផ្ដើមនឹងការបង្កើតអង្គភាពមរណៈអង្គភាព731ត្រូវបានបង្កើតឡើងដោយលោកឧត្តមសេនីយ៍ Shiro Ishii ដែលជាអ្នកជំនាញខាងមីក្រូជីវសាស្ត្រដ៏ពូកែប៉ុន្តែមានមនសិការដ៏ខ្មៅងងឹតទីតាំងរបស់វាស្ថិតនៅក្នុងស្រុក Pingfang នៃទីក្រុង Harbin ក្នុងតំបន់ Manchuria ដែលកាលនោះស្ថិតក្រោមការត្រួតត្រារបស់កងទ័ពជប៉ុនដើម្បីបិទបាំងខ្សែភ្នែកពិភពលោកពួកគេបានដាក់ឈ្មោះផ្លូវការឲ្យវាថានាយកដ្ឋានបង្ការរោគរាតត្បាតនិងការធ្វើឲ្យទឹកស្អាតប៉ុន្តែនៅពីក្រោយឈ្មោះដ៏ល្អនេះវាគឺជាមន្ទីរពិសោធន៍មរណៈដ៏សាហាវឃោរឃៅបំផុតទីនោះត្រូវបានសាងសង់ដូចជាទីក្រុងតូចមួយដែលមានទាំងមន្ទីរពិសោធន៍ទំនើបគុកសម្រាប់ឃុំឃាំងជនរងគ្រោះរាប់ពាន់នាក់និងកន្លែងរំលាយសាកសពដែលមិនដែលឈប់សម្រាក Shiro Ishii ជឿជាក់ថាការពិសោធន៍លើមនុស្សរស់គឺជាមធ្យោបាយលឿនបំផុតដើម្បីបង្កើតអាវុធដែលគ្មានអ្នកណាអាចយកឈ្នះបានជនរងគ្រោះនឹងការធ្វើទរណកម្មជនរងគ្រោះភាគច្រើនគឺជាជនជាតិចិនកូរ៉េនិងទាហានសូវៀតដែលត្រូវបានចាប់ខ្លួនអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺក្រុមអ្នកវិទ្យាសាស្ត្រនៅទីនោះលែងហៅជនរងគ្រោះតាមឈ្មោះទៀតហើយពួកគេហៅជនរងគ្រោះថាជា Maruta ដែលមានន័យថាកំណាត់ឈើពាក្យនេះប្រើដើម្បីជំរុញឲ្យអ្នកវិទ្យាសាស្ត្រមានអារម្មណ៍ថាពួកគេមិនមែនកំពុងសម្លាប់មនុស្សទេប៉ុន្តែគ្រាន់តែប្រើប្រាស់វត្ថុធាតុដើមប៉ុណ្ណោះពួកគេបានធ្វើការវះកាត់មនុស្សទាំងរស់ដោយមិនប្រើថ្នាំស្ពឹកសូម្បីតែបន្តិចឡើយហេតុផលរបស់ពួកគេគឺថ្នាំស្ពឹកអាចធ្វើឲ្យលទ្ធផលនៃការពិសោធន៍មានការប្រែប្រួលពួកគេចង់ឃើញពីដំណើរការនៃសរីរាង្គក្នុងពេលដែលមនុស្សនៅមានដង្ហើមនិងមានអារម្មណ៍ឈឺចាប់ដល់កម្រិតបំផុតសម្រាប់ឈឺចាប់បានលាន់លឺពេញបន្ទប់វះកាត់ប៉ុន្តែគ្មាននរណាម្នាក់អើពើឡើយក្រៅពីការវះកាត់ពួកគេថែមទាំងបានធ្វើការពិសោធន៍ផ្សេងទៀតដែលរន្ធត់បំផុតពួកគេបានដាក់មនុស្សឲ្យកកក្នុងអាកាសធាតុត្រជាក់ខ្លាំងរហូតដល់សាច់ដុំក្លាយជាទឹកកកបន្ទាប់មកពួកគេវាយសាច់នោះដើម្បីសាកល្បងភាពរឹងមាំពួកគេថែមទាំងចាក់មេរោគសាហាវដូចជាមេរោគពេស្តនិងមេរោគអង់ត្រាក់ចូលទៅក្នុងខ្លួនជនរងគ្រោះដើម្បីមើលពីល្បឿននៃការស្លាប់របស់ពួកគេមិនត្រឹមតែប៉ុណ្ណោះពួកគេបានយកអាវុធជីវសាស្ត្រទាំងនោះទៅសាកល្បងលើទីក្រុងនានារបស់ប្រទេសចិនយន្តហោះជប៉ុនបានទម្លាក់គ្រាប់បែកដែលមានផ្ទុកចៃចិញ្ចឹមដោយមេរោគពេស្តហើយលទ្ធផលគឺមនុស្សរាប់ម៉ឺននាក់ត្រូវស្លាប់យ៉ាងវេទនាដោយសារជំងឺរាតត្បាតដែលបង្កើតឡើងដោយមនុស្សការបញ្ចប់សង្គ្រាមនិងកិច្ចព្រមព្រៀងដ៏អាម៉ាស់បំផុតនៅពេលដែលជប៉ុនដឹងថាខ្លួននឹងត្រូវចាញ់សង្គ្រាមក្នុងឆ្នាំ1945កងទ័ពជប៉ុនបានព្យាយាមកំទេចភស្តុតាងទាំងអស់ពួកគេបានសម្លាប់ជនរងគ្រោះដែលនៅសេសសល់និងបំផ្ទុះអគារពិសោធន៍ចោលប៉ុន្តែការពិតមិនអាចលាក់បាំងបានរហូតឡើយអ្វីដែលគួរឲ្យរន្ធត់ចិត្តបំផុតនោះគឺក្រោយសង្គ្រាមចប់អ្នកដឹកនាំអង្គភាពនេះជាច្រើនអ្នកមិនត្រូវបានទទួលទោសឡើយរដ្ឋអាមេរិកបានយល់ព្រមផ្ដល់អភ័យឯកសិទ្ធិនិងសេរីភាពដល់ Shiro Ishii និងសហការីដើម្បីដោះដូរនឹងទិន្នន័យនៃការពិសោធន៍លើមនុស្សទិន្នន័យទាំងនោះមានតម្លៃមហាសាលសម្រាប់អាមេរិកក្នុងការអភិវឌ្ឍអាវុធជីវសាស្ត្រផ្ទាល់ខ្លួននេះគឺជាកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនិងអាម៉ាស់បំផុតមួយក្នុងប្រវត្តិសាស្ត្រដែលយុត្តិធម៌ត្រូវបានលក់ដូរដោយចំណេះដឹងរឿងរ៉ាវនៃអង្គភាព731បានក្លាយជាមេរៀនដ៏សំខាន់សម្រាប់ពិភពលោកវាបានជំរុញឲ្យមានការបង្កើតអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធជីវសាស្ត្រក្នុងឆ្នាំ1972ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក៏ការឈឺចាប់របស់ជនរងគ្រោះមិនអាចរលុបបានឡើយយើងត្រូវតែចងចាំរឿងនេះដើម្បីកុំឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបែបនេះកើតឡើងម្ដងទៀតនៅលើផែនដីរបស់យើងបើអ្នកទស្សនារហូតដល់ចប់សូមប្រាប់មតិរបស់អ្នកនៅក្នុង comment ថាតើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចចំពោះរឿងរបស់អង្គភាព731តើអ្នកគិតថាការដោះដូរទិន្នន័យដើម្បីអភ័យឯកសិទ្ធិរបស់អាមេរិកគឺជាទង្វើត្រឹមត្រូវដែរឬទេបើអ្នកចូលចិត្តវីដេអូបែបប្រវត្តិសាស្ត្រពិតរឿងអាថ៌កំបាំងនិងព្រឹត្តិការណ៍ដែលពិភពលោកមិនគួរភ្លេចសូមចុច like ចែករំលែកវីដេអូនេះនិង subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗបន្ទាប់ទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ